សិតចេញផ្កាយតតាំង3-400 ម៉ែត្របាទនេះតតាំងខៀវស្ងាត់បដ ாய் នេះមានតគួនមានអីទៀតខាងវាព្រលឹមឆ្លូយគេអាចគេដាំបន្លែដាំប្រើប្រាស់ក្នុងពេលខែប្រាំងអញ្ចឹងដាំបានខុបជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះសូមនាំពុកម៉ែបងប្អូនមកជិះមើលទិដ្ឋភាពនៅតាមវាលស្រែខែប្រាំងនេះមកខាងជ្រួយស្ដៅស្រុកថ្មគោលខេត្តបាត់ដំបងអញ្ចឹងសូមពុកម៉ែបងប្អូនតាមដានមើលអំពីទិដ្ឋភាពនៅខាងស្រុកថ្មគោលស្រុកស្រែនៅពេលនេះគឺមកគឺម៉ោង10អីពុកម៉ែបងប្អូនហើយនៅខែនេះគឺអត់មានអីទេមានតែវាលស្រែអស់ស្រូវសតតែស្រែអញ្ចឹងសូមពុកម៉ែបងប្អូនតាមដានទស្សនាហើយនឹងខ្ញុំនឹងជិះថតពីនេះរហូតទៅដល់កន្លែងដូចជាកន្លែងនេះកន្លែងកសិដ្ឋាននៅភូមិទសីពុកម៉ែបងប្អូនកន្លែងគេដាំថ្នាំដាំអីនៅភូមិទសីដែលរោងគេធ្វើជាលក្ខណៈរោងកសិដ្ឋាននឹងបែបព្រៀងបែបទំនើបណាក្នុងរោងហ្នឹងគេអាចដាំដុះដំណាំបានភោគផលច្រើនជាងយើងដាំនៅខាងក្រៅបងប្អូនទឹកទៅនេះនៅសល់រៀងច្រើនទឹកស្ទោមនៅកណ្ដាលវាលស្រែនេះទំនងដល់ហើយនេះហៅបន្លែមុខទឹក5បងប្អូនចាប់ផ្ដើមមានទឹកដោយសារតែសង្ស័យតែភ្លៀងថ្ងៃមុនមកមេរៀងខ្លាំងដែរហើយគេបើកទឹកយកពីលើមកតិចតិចហ្នឹងឃើញមានទឹកដែរមានទឹកច្រើនចាក់ខែមុនមកតាមនេះបាច់ត្រីបាច់អីហើយណាគេលើកទំនប់បាច់ត្រីហ៎ពេលមកលើនេះឃើញមានទឹកនៅខាងនោះដូចជាមានបឹងមួយបងប្អូនតែដឹងមានផ្លូវជីចូលទៅអត់តែមើលខ្ញុំរកកន្លែងជីចូលទៅមើលកន្លែងនោះសិនថតយកកន្លែងបឹងហ្នឹងអត់ដឹងថាបឹងអីដែរទេនៅខាងមុខ5ចោះមកក្នុងបន្តិចខាងនេះអស់ហើយបងប្អូនមើលទៅវាលឆេញមកខែភាសារៀងស្អាតស្រូវសងខាងបៃតងមើលទៅពណ៌បៃតងដល់ខែជ្រោទៅពណ៌លឿងពណ៌មាសដូចវាកម្រាលព្រំនេះនេះដូចជាគេខ្វៀលទាល្ងាចឡើងឯងឃើញប្រឡែងទារាប់រយក្បាលណាសិតតែត្បូងទាខាងក្នុងនេះមានចកាគាត់មួយពុកម៉ែបងប្អូនគាត់ដាំម្អមនេះឃ្លៀម្អមគាត់ដាក់ម្អមច្រើនដែរណាដី2កន្លែងដាក់2កន្លែងធំហើយនេះខ្ទោបគាត់នៅអានេះក៏ឃ្លៀម្អមគាត់ដែរបងប្អូននេះនៅតូចតល្មមកាត់ទេនេះឃើញបេតងមិនស្រែមិនជីអីនេះគឺដាក់ដាំម្អមអូនេះកន្លែងគេយកទឹកnó stop tận hai bộ vôទឹកដែរអញ្ចឹងបាទឃើញទឹកច្រើននៅនោះតម្លាក់មកកូនបន្លាយទូចនេះគេធ្វើអីនៅក្រោមទៅបានតែលាវទឹកពីលើនោះមកខ្យល់ល្អបងប្អូននៅនេះរកកន្លែងឈប់ឆ្លងទៅខាងអត់មានឃើញផ្លូវឆ្លងទៅខាងនោះខាងឆ្វេងដៃយើងទៅលងពីស្រែមានបឹងមួយរៀងធំដែររកផ្លូវឆ្លងទៅខាងនោះសិនបងប្អូននេះគឺមានបន្លាយនៅកាត់ខាងឆ្វេងដៃខ្ញុំនេះឆ្លងទៅអត់កើតមកតាមមកជួរខ្នងបន្លាយនេះឃើញមានភាគច្រើនដើមព្រីងធំហ្នឹងនេះមកជួរនេះព្រីងសតនេះតែនេះដីគោកឲ្យដើរឆ្លងបានតែពិបាកទុកម៉ូតូទៀតណាម៉ូតូសិនអូព្រីងផ្លែច្រើននេះណាដើមមកកណោសិតចេញផ្កាហ៎នេះម្ចាស់គេដាំមកទៅមកជួរស្អាតបដ ாய் មកជួររកតាមផ្លូវចឹងទៅហើយវាប្របមេឃ
từ lơ plái từ lơ côn plái nhé ăn tên cho cho mà tròn rằng ấy đang ngu lụi rùa này vô thôi tháng năm thôi ấy đấy cũng mang bộ này po này cả po pring tung á nên mình po pring tung po sờ bọ pring ấy trang vô sờ bọ nữa sạch po sạch á hay mưa sặc mưa pha mưa cà này ôi ra một màu còn anh lấy nhầm đa lon play đi ô nó khả năng miền cái lai lon kia chỉ toàn đó mình chỉ mà tôi chụp nó ấy chụp đa về năng màu với cái này nó miền play lon hay sao sập đào mấy đam print của màu vốn nè lấy lon mà này nó gì srua à đó mà chua này tôi tự đam print riêng ở ha play trôn play đây tới khám nó miền bằng muối đa từ thọ tích sẵn của màu còn hai prang chơi mới tới gì nhọc nào á để prang cả hai nhóc tao ta thẹn liền bàn mà mê thôm máu anh kia tập lọc đầy chào đấy một đời rồi đời thuê sai thuê mà đó thì ruột mà xa tiếp bàn thuê vào tao nè lẹ cả nè cái chi vô đầy lũa vào mang bò mà tài về thôm về tới nữa trong cả bằng muối nè thôm mình đến wow tắc là o thế này mà tới gọi mình tuần ồn rẻ đá tắc này không ồn ai nó chùm rơi chứ rơi à vật từ rồi đi cái bà tật ní bà rẽ ai đang khơi rụ cái chiết à hết rụ cái chiết nó lơ tật việc đỏ trái nè cái này ở đây sao là vững người ta mình rẽ đấy phải tật phá choang tận này nam môn cái đã này cái đạm mà cả lẹ lừa này đấy trầm mà cả lẹ không lừa cho cái rau này người ta mình tận nô rẽ đây của mà ôi trời ơi cái đây nó miền lia miền tròn đấy nè tôi sẽ là bỏ ở trong cái cua tầm miền ta sẽ bỏ liền tôi cho mình sẽ bỏ liền nam đan trường sạch đi cho màu xì rồi trên đấy chặt cột cây chặt ấy này chỗ của màn hạt tới này đầy thốn à bắt đầu giờ tới bây tung pram của mùi rồi mày đấy á không am ổn hãy lừa năng tía từ đó trong nó này còn là tăng đi tăng bay 400 mét bên này tăng wow thốn mình tên tao 400 ai tung pi rồi mùi cả bay và mình pi cả bay rồi đây tăng ra tăng bằng thôm vô men tên muốn bên này cặp bên tới nè xài trong với những ai thừa xài bán nè tật bỏ bố bên này cái lại ta chả ní miền mình chả ai cái chôn trắng á chẳng hạn nè chả xài trong với những pra cá đó bà sinh chỉ là bỏ rúm mới tới ai pra bán nè tật pra cướp con thừa xài prang ta lại ta tục trên này cả đào khi chung với năng ở thừa dương thừa tại bành hà thốngคือcả đào
ក្នុងបន្លាយនេះមានតំណាំច្រើនបងដើមឈើច្រើនចឹងទៅវាមលុបល្អមែនទេនេះដូចមកជួនគេនេះបន្លាយនេះទៅដើមអីច្រើននឹងវាមលុបល្អនេះមកខែភាសាកាន់តែស្អាតមកយ៉ាងទៀតបងប្អូនខែភាសាហើយខែប្រាំងអញ្ចឹងបានដើមឈើប៉ុណ្ណឹងមានមលុបប៉ុណ្ណឹងស្រួលហើយដើមព្រីងដើមអីច្រើនមកខែព្រីងដឹងព្រីងយ៉ាងណាទៅតាមនេះខាងនោះគេដាំឫស្សីជុំវិញដូចជុំវិញស្រះគេបងប្អូនដើមឫស្សីលៀមកអមគាត់នេះល្អដាក់បូមតទឹកចាក់ប្លេចមកខៀវស្ងាត់បដ ாய் នេះមានតគួនមានអីទៀតស្រះអូបូមស្រះបូមស្រះនៅនោះស្រះនៅស្រះចាប់ត្រីតិចបងប្អូនគាត់បូមពីនោះដាក់មកនេះអូស្រះប៉ុណ្ណាណីបានច្រើនអត់បងសើកូនដែងអូស្រះធំហ្មងតគួនខ្ចីទៀតណាចោះចាប់យូរនៅបងខាងវាបលឹមត្រីធំមានតែតូចត្រីធំមានត្រីតកែទៅចាប់ថ្ងៃហ្នឹងតើបងចាប់ងាកវិញមកល្ងាចចាប់ងាកវិញមកល្ងាចដែរកូនឆ្លូញនៅខាងនេះឃើញមាត់ត្រីធំច្រើនហើយក៏អត់ទាន់ចាប់មកចាហៀងទៀតអូសោត្រីសោះច្រើនហើយឃើញត្រីផ្ទោកនៅមានមាត់ត្រីធំដែរកាមេរ៉ានឹងមើលឃើញអត់ត្រីឆ្លូញអីក៏វាហើបដែរបងប្អូនត្រីផ្ទងឃើញផ្ទងច្រើនដែរចាប់ម្លឹងងាយសតត្រីចាប់ទៀតជាប់អូងាប់បាត់ហើយនេះឆ្លាំងនេះត្រីអីទៀតធំណាស់នេះងាប់ដែរវាចូលក្នុងកង់ឡានអំដីរៀបចំអីបងប្អូន
តែខ្លះគេលើកដីជីកស្រះអញ្ចឹងទៅលើកយកដីហ្នឹងមកដាក់ក្នុងស្រែវារៀងខ្ពស់តែនេះស្ដារបន្លាយពីស្កានេះអូបន្លាយដាក់ធំហ្នឹងធំហើយជ្រៅទៀតបន្លាយជីកថ្មីនេះចុះមើលជំរឿណាទៅដូចជ្រៅរៀងជ្រៅដែរមកដៃមកនេះដែរនេះចូលទៅលិចក្បាលដែរណាចូលក្បាល2 ម៉ែត្រដែរគេអាចនឹងជីកមកបន្លាយមកជួរហ្នឹងទៅបន្លាយប៉ុណ្ណេះមកល្មម3 ឆ្នាំ 4 ឆ្នាំអីអាចស្ដារម្ដងណាធម្មតាតែពេលវាមានទឹកមានអីវាបាក់ដីបាក់អីទៅវាកើនផុកកើនអីទៅវារាក់ទៅវាស្ដារអញ្ចឹង4 ឆ្នាំអីល្មមស្ដារម្ដងអូនៅទឹកតមកនៅដែរនេះចំបើច្រើនមុខទៀតមើលទៅដូចជាគាត់បដោះផ្សិតរោងផ្សិតគេគឺទៅរោងផ្សិតគាត់ទិញចំបើមកស្តុកទុកដើម្បីបដោះផ្សិតចំបើថ្លៃដែរនៅលើទីផ្សារតម្លៃផ្សិតចំបើផ្លូវបេតុងមកកវ៉ាត់នេះផ្លូវបេតុងរបស់សហគមន៍កាហាងកសិកម្មសហគមន៍កសិកម្មនៅខាងទសីបងប្អូនប្រចាំភូមិទសីពីទៀតបងប្អូនឃើញរោងដែលគេដាក់ដាំបន្លែដាំអីនេះដូចជារៀបចំធ្វើកន្លែងទឹកស្អាតគម្រោងទឹកស្អាតបងប្អូនសម្រាប់ផ្គត់ផ្គង់មកជំវិញហ្នឹងអានេះកាយអាចដីពីក្នុងស្រះមកខាងក្រៅនោះក៏អិចការពងកាយស្រះដែរcòn tại cá mà chung hôm nay cho 4-5 គ្រឿង ឯដែរបងប្អូនពងតកាយស្រះរៀបចំដីរៀបចំអីតនខែប្រាំងខែវស្សាវាទឹកពេកបាច់រឿងពិបាករៀបចំនៅខែប្រាំងនេះហើយមកទៅដូចជាគេបរិយគម្រោងទៅដល់ក្រោយនោះទៀតព្រោះថាទៅក្រោយនោះឃើញគេចាប់ដើមធ្វើផ្លូវថ្មីអីច្រើនទៀតដែរស្ដាំដៃខ្ញុំបងប្អូនឃើញសហ្នឹងរោងកសិកម្មគេរោងឆ្នាំងគេរោងថ្មីរោងចាស់នៅខាងនោះតិចទៀតបាទខ្ញុំជីកាត់មុខរោងគេនោះហើយគេទុកធ្វើពូជក៏មិនផ្លែទុំលឿងពេញដើមអត់ឃើញបែងតែពេលត្រប់ស្រួយអានេះផ្លូវថ្មីគេបងប្អូនទឹកឈូសឆាយបានផ្លូវបេតុងមកព័ទ្ធជុំវិញនេះស្រួលដែរផ្លូវកស៊ូតាមខ្នងស្រែផ្លូវប្រព័ន្ធមេផ្លូវធំបើបានបេតុងឬមួយក៏ផ្លូវកស៊ូចេះទាំងអស់ស្រួលហ្មងស្ដាបន្លាយជីកបរិយធំនេះដាំរៀបនៅដីរសក់ស្រូវតសក់ស្រូវតូចតសក់ធ្វើលក់ហើយរោងកសិកម្មគេរោងដាំដំណាំកសិកម្មនៅខាងសហគមន៍ភូមិទសីគេដាំបន្លែដាំអីនៅក្នុងនេះទាំងអស់បងប្អូនងាយស្រួលក្នុងការគ្រប់គ្រងសីតុណ្ហភាពគ្រប់គ្រងប្រព័ន្ធទឹកធ្វើអញ្ចឹងទៅប្រព័ន្ធទឹកវាមិនសូវជាចោះប្រហែលទេដោយសារតែយើងរក្សាវានៅក្នុងផ្ទះសំណាញ់នឹងបានណាហើយមើលតាមគាត់ធ្លាប់ឃើញមានវីដេអូគេដាក់បទសម្ភាសន៍ពីផលនៃការធ្វើផ្ទះនឹងដែរវាបានផលជាងនៅខាងក្រៅដោយសារតែ
នៅក្នុងនោះយើងអាចគ្រប់គ្រងបានងាយស្រួលបងប្អូនទាំងសត្វល្អិតទាំងអីវាងាយស្រួលក្នុងការគ្រប់គ្រងវាអត់សូវមានសត្វល្អិតអីមកបំផ្លាញដំណាំទេអញ្ចឹងទៅយើងអត់មានប្រើប្រាស់ជីអីដើម្បីសម្លាប់សត្វល្អិតស្មៅក៏វាមិនសូវដោះនៅក្នុងហ្នឹងមានតែដំណាំយើងចឹងវាប្រឡូកធ្វើអីទៀតអាដីស្រែនេះវារៀបចំឲ្យស្អាតដូចដាំអីដាំដំណាំអីនៅខាងក្រៅថារោងខ្មៅនេះហ្នឹងគាត់ប្រជាជនគាត់ដាំជីដាំអីធម្មតាមិនមែនបោះសហគមន៍ទេមិនមែនកន្លែងសហគមន៍ដាំទេនៅក្នុងនោះពេលណាដែលដាច់ទឹកខ្លាំងនៅតំបន់នេះអត់មានអីដាំដំណាំក៏នៅក្នុងផ្ទះនេះដាំបានដែរដោយសារតែវាប្រើប្រាស់ទឹកតិចហើយគាត់មានស្រះច្រើនជំវិញស្រះដើម្បីត្រៀមប្រើប្រាស់ក្នុងពេលខែប្រាំងចឹងដាំបានខួបប្រាំងខួបវស្សាពេលភ្លៀងទោះជាភ្លៀងខ្លាំងក៏អត់មានប៉ះពាល់ដល់ដំណាំដែរដំណាំវានៅក្នុងរោងភ្លៀងមិនភ្លៀងទៅក៏មកដល់ទឹកជំនន់ហ្នឹងបានបង្ការអត់កើតបញ្ហាតែបើត្រឹមតែមកភ្លៀងដូចជាមិនអីទេហើយនឹងខែប្រាំងគោកមិនក៏អត់អីដែរក៏ឲ្យតែរាំងស្ងួតជាប់គ្នា2 3ឆ្នាំបើត្រឹមតែមកប្រាំងវស្សាធម្មតានៅតែអាចដាំដំណាំដាំអីបានជាធម្មតាពេញប៉ោះពេញប៉ោះអត់ដល់ពេញប៉ោះ